ពេលយកម្រាមដៃប៉ះលើរូបសរសរសេរថាបរិច្ចាប្រអប់អក្សរមួយបើកឡើងគឺចង់បង្ហាញអំពីអត្ថប្រយោជន៍និងគោលដៅនៃការបរិច្ចារបស់លោកអ្នកបើមិនចង់បរិច្ចាយកម្រាមដៃប៉ះលើសញ្ញាជើងក្អែកនៅខាងលើស្ដាំដៃប្រអប់អក្សរនឹងបាត់ទៅវិញបើពេញចិត្តចង់បរិច្ចាយកម្រាមដៃប៉ះលើអក្សរបរិច្ចាឥឡូវនេះប្រអប់មួយទៀតបានបើកឡើងគឺដើម្បីឲ្យយើងបំពេញការបរិច្ចានោះយកម្រាមដៃប៉ះលើអក្សរសរសេរថា change amount គឺដើម្បីឲ្យយើងផ្លាស់ប្ដូរចំនួនទឹកប្រាក់សម្រាប់បរិច្ចាយកម្រាមដៃប៉ះលើរូបសញ្ញាស្រោមសម្បុត្រគឺចង់ឲ្យយើងបំពេញអ៊ីមែលយកម្រាមដៃប៉ះលើរូបសញ្ញាទង់ជាតិគឺចង់ឲ្យយើងបំពេញលេខទូរស័ព្ទយកម្រាមដៃប៉ះលើអក្សរសរសេរថា card គឺចង់ឲ្យយើងជ្រើសរើសកាតលេខកាតខែឆ្នាំផុតកំណត់លេខសុវត្ថិភាពរបស់កាតឈ្មោះក្នុងកាតអាសយដ្ឋានយើងនៅពេលចុះឈ្មោះនៅធនាគារពេលបំពេញចប់យកម្រាមដៃប៉ះលើអក្សរ donate ដើម្បីបញ្ជូនប្រាក់បរិច្ចាគទាំងនោះទៅឲ្យក្រុមអ្នកបង្កើតគេហទំព័រគម្ពីរប្រត្រែងបិដក